សង្ខេបរឿងផ្កាស្រពោនប៊ុនធឿននិងវិធីវីត្រូវបានឪពុកម្ដាយផ្សំផ្គុំឲ្យជាគូនឹងគ្នាតាំងពីនៅតូចម៉េះលេះប៉ុន្តែក្រោយមកគ្រួសារប៊ុនធឿនត្រូវធ្លាក់ខ្លួនក្រដុនដាបដោយលោកប៊ុនថនជាឪពុកប៊ុនធឿនដឹកស្រូវតាមទូកពុកចាយទៅលក់នៅឯព្រៃគោត្រូវខ្យល់ព្យុះបបោកលិចអស់គ្មានសល់យាយនួនម្ដាយនាងវិធីវីជាមនុស្សស្រឡាញ់ទ្រព្យសម្បត្តិជាងកិត្តិយសនិងសេចក្តីស្មោះត្រង់ក៏បានផ្ដាច់ពាក្យពីប៊ុនធឿនព្រោះប៊ុនធឿនពេលនេះគ្មានទ្រព្យគ្មានតម្លៃអ្វីសម្រាប់គាត់ទៀតឡើយយាយនួនក៏បានលើកនាងវិធីវីទៅឲ្យចៅណៃសុតកូនប្រុសរបស់ថៅកែណៃសៀននិងនាងធោជាអ្នកមានទ្រព្យស្តុកស្តម្ភណៃសុតជាយុវជនខ្វះសីលធម៌ពីលាអាវ៉ាសែអាងទឹកប្រាក់ដើរលេងតាមអំពើចិត្តចាប់តាំងពីយាយនួនលើកនាងវិធីវីទៅឲ្យចៅណៃសុតមកនាងវិធីវីក៏ធ្លាក់ខ្លួនឈឺស្រពាប់ស្រពោនគិតតែសញ្ជប់សញ្ជឹងនឹកគិតទៅដល់តែប៊ុនធឿនគូសង្សារស្មើជីវិតតែនាងមិនហ៊ានប្រកែកនឹងបំណងម្ដាយពីមួយថ្ងៃទៅមួយថ្ងៃសុខភាពនាងវិធីវីកាន់តែទ្រុឌទ្រោមទៅកម្លាំងកាន់តែខ្សោយទឹកមុខស្លេកស្លាំងបាយមិននឹកទឹកមិនឃ្លានគេងក៏មិនលក់នាងវិធីវីកាន់តែមានសភាពធ្ងន់ធ្ងរទៅយាយនួនឃើញកូនពិបាកចិត្តក៏បាននាំនាងទៅដើរលេងដល់សៀមរាបដើម្បីឲ្យនាងបានធូរស្បើយសប្បាយក្នុងចិត្តតែនាងវិធីវីមិនមានចិត្តសមនឹកបន្តិចណាឡើយក្រោយមកនាងវិធីវីមានជំងឺក្អកធ្លាក់ឈាមហើយគ្រូពេទ្យកំព្យាបាលយ៉ាងណាក៏មិនជាសះស្បើយនិយាយពីយាយនួនវិញមិនបានយល់ពីទឹកចិត្តរបស់កូនស្រីទេគិតតែពីដើររកគ្រូមកម្ដងឲ្យលោកស្រោចទឹកម្ដងបញ្ជាន់អារក្សតែនៅតែមានបានលទ្ធផលអ្វីសោះថ្លែងពីប៊ុនធឿនពេលត្រឡប់មកពីភ្នំពេញវិញទទួលដំណឹងថានាងវិធីវីចិត្តរៀបការក៏កើតទុកទុំណេញយំខ្សឹកខ្សួលតែម្នាក់ឯងប៊ុនធឿនក៏បានចូលព្រៃរនាមជាមួយតាសូកត្រីរកអស់ដើម្បីបន្លប់នៅសេចក្តីទុក្ខព្រួយពេលប៊ុនធឿនត្រឡប់មកពីព្រៃវិញមច្ចរាជបានផ្ដាច់យកអាយុសង្ខារវិធីវីទាំងវ័យក្មេងបន្សល់ទុកនៅតែសេចក្តីទុក្ខសោកអាឡោះអាល័យសង្រេងសង្រៃឲ្យប៊ុនធឿនប្រធានរឿងនេះបានបង្ហាញពីជីវិតស្នេហាព្រាត់ប្រាសរបស់យុវជនយុវតីពីររូបបណ្ដាលមកពីការរើសអើងវណ្ណៈឲ្យតម្លៃលើទ្រព្យសម្បត្តិធំជាងកិត្តិយសមូលបញ្ហាស្មោះស្ម័គ្ររបស់ប៊ុនធឿននិងវិធីវីស្នេហាបែបប្រពៃណីស្នេហាក្រោមគំនាបទ្រព្យសម្បត្តិស្នេហាក្រោមឥទ្ធិពលនៃជំនឿសាសនាទឹកចិត្តលោភលន់ទ្រព្យសម្បត្តិរបស់យាយនួន